គោរពអញ្ជើញអស់លោកអ្នកស្ដាប់នៅអត្ថបទមួយដែលមានចំណងជើងថារឿងជ្រូកឈ្មោះតច្ឆកៈចេះស្ដាប់បង្គាប់នាយជនអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចបានកាលកន្លងទៅហើយក្នុងក្រុងពារាណសីមានជាងឈើម្នាក់ចូលទៅកាប់ឈើក្នុងព្រៃបានឃើញជ្រូកព្រៃតូចមួយធ្លាក់អណ្ដូងក៏រើសយកមកចិញ្ចឹមឲ្យឈ្មោះថាតច្ឆកៈដល់ជ្រូកនោះធំឡើងចេះជួយធ្វើការជាងឈើនោះតាមសមត្ថភាពរបស់ខ្លួនមានឈ្មោះត្រឡប់ឈើជាដើមជាងឈើនោះស្រឡាញ់ដោយកូនបង្កើតទើបគិតថាទុកជ្រូកឲ្យនៅជាមួយថ្ងៃក្រោយក្រែងគេសម្លាប់ក៏យកទៅលេងក្នុងព្រៃជ្រូកតច្ឆកៈគិតថានៅម្នាក់ឯងមិនកើតត្រូវរកគ្នាច្រើនទើបស្រួលគិតហើយក៏ដើរចូលទៅក្នុងព្រៃបានឃើញវងជ្រូកជាច្រើនទើបនិយាយថាយើងកំពុងដើររកញាតិតាមព្រៃភ្នំគ្រាន់បានពឹងពាក់គ្នាឥឡូវបានជួបដូចបំណងហើយយើងនាំគ្នានៅក្នុងទីនេះសប្បាយណាស់ព្រោះមានផ្លែឈើមើមឈើទឹកព្រៃភ្នំគួរជាទីរីករាយក្រៃពេកជ្រូកទាំងឡាយឆ្លើយតបវិញថាមនាលតច្ឆកៈចូលស្វែងរកទីលំនៅដទៃវិញត្បិតទីនេះមានសត្រូវបៀតបៀនសម្រាប់ជ្រូកតូចធំជារឿយជ្រូកតច្ឆកៈសួរថាអ្នកណាជាសត្រូវហ៊ានមើលងាយពួកយើងដែលស្រុះស្រួលគ្នាមើលងាយញោមញីមិនបានទេចូលអ្នកប្រាប់ខ្ញុំជ្រូកទាំងឡាយប្រាប់ថាបបិទ្ធលោកតច្ឆកៈមានស្ដេចខ្លាមួយខ្លាំងពូកែមានចង្កូមនិងក្រចកជាអាវុធតែងខាំស៊ីជ្រូកតូចជារឿយជ្រូកតច្ឆកៈនិយាយថាពួកយើងគ្មានចង្កូមទេប៉ុន្តែមានកម្លាំងកាយឲ្យតែយើងស្រុះស្រួលចេះស្ដាប់បង្គាប់គ្នាសាមគ្គីគ្នាយើងនឹងចាប់សម្លាប់វាបានងាយជ្រូកទាំងឡាយស្ដាប់ហើយត្រេកអររីករាយគ្រប់គ្នានិយាយប្រាប់ជ្រូកតច្ឆកៈថាពាក្យដែលលោកនិយាយហើយនោះចំជាពីរោះចាប់ត្រចៀកត្រូវចិត្តយើងខ្ញុំយើងត្រូវតែតស៊ូប្រយុទ្ធសម្លាប់វាឲ្យបានជ្រូកតច្ឆកៈថាបើដូច្នោះឯងត្រូវព្រមព្រៀងគ្នាតាមបង្គាប់អញជ្រូកទាំងអស់ព្រមតាមទើបជ្រូកតច្ឆកៈសួរថាខ្លាឯងមកចាំស៊ីត្រង់ណាជ្រូកទាំងឡាយប្រាប់ឲ្យដឹងទីកន្លែងសពគ្រប់ហើយទើបបង្គាប់ឲ្យជ្រូកធំឈ្មោះរណ្ដៅយ៉ាងជ្រៅសម្រាប់បញ្ឆោតខ្លាហើយឲ្យនាំគ្នាបរិភោគអាហារពីយប់ឲ្យឆ្អែតស្រេចឲ្យជ្រូកចាស់ជរានិងកូនជ្រូកតូចនៅកណ្ដាលរើសជ្រូកធំមានខ្នាយស្រួចវែងព័ទ្ធដំកង់ជុំវិញជាជួរហើយប្រាប់ថាបើខ្លាវាមកធ្វើដូចម្ដេចយើងធ្វើតាមវាកុំភ័យខ្លាចឯជ្រូកតច្ឆកៈក៏ឈរនៅមុខជាមួយពួកជ្រូកត្រោះធ្វើជាមេតបឲ្យជ្រូកទាំងនោះធ្វើតាមដល់ថ្ងៃរះឡើងខ្លាក៏ចេញពីលំនៅជាដិលកោងម្នាក់ដែលវាតែងចែកសាច់ជ្រូកឲ្យស៊ីមកដល់ឃើញជ្រូកឈរដំកង់មីដេដាមានជួរស្រទាប់ដូច្នោះក៏ធ្វើជាក្រាបងើបបំរុងលោតចាប់លបងមើលស្រាប់តែឃើញពួកជ្រូកធ្វើដូច្នោះដែរក៏ផិតភ័យរត់ទៅកាន់សំណាក់ជាដិលកោងវិញទៅជាដិលកោងឃើញខ្លាមិនពំជ្រូកទៅដូចថ្ងៃមុនក៏និយាយឌៀមដាមឲ្យថាណែអ្នកក្លាហានថ្ងៃនេះប្រហែលជាអ្នកវាចាបាណាតិបាតឲ្យអភ័យដល់សត្វទាំងឡាយហើយឬក៏ចង្គមអ្នកបាក់អស់មិនមានសល់ទេបានជាទៅដល់វងជ្រូកហើយត្រឡប់មកធ្វើមុខក្រៀមដូចនេះខ្លាឆ្លើយតបវិញថាមិនមែនដូចនេះទេកម្លាំងចង្គមខ្ញុំមានព្រមប៉ុន្តែខ្ញុំឃើញពួកជ្រូកសាមគ្គីរួបរวมគ្នានៅដុំមួយកន្លែងឃើញខ្ញុំទៅមិនភ្ញាក់ផ្អើលរត់ដូចពេលមុនសោះវាគឺប្រងបៀតបៀនខ្ញុំវិញតែខ្ញុំម្នាក់ឯងគ្មានគ្នាពឹងឲ្យចូលទៅខំស៊ីគេមិនដេចបានជាដែលកោងបានស្ដាប់នឹកអស់សង្ឃឹមនឹងបានស៊ីសាច់ជ្រូកទៀតទើបខំនិយាយបញ្ជោខ្លាថាមនាលស្ដេចខ្លាអ្នកមិនដឹងអំណាចឫទ្ធិរបស់អ្នកទេឬអ្នកកុំញញើតឡើយគ្រាន់តែស្រែកគំរាមឲ្យរត់ទៅតម្រង់ទៅជ្រូកទាំងនោះនៅរួបរวมគ្នាមិនបានឡើយខ្លាឡើងចូលតាមចដិលកោងក៏ទៅម្ដងទៀតជ្រូកបានឃើញហើយនាំគ្នាប្រុងខ្លាបោលតម្រង់ចំជ្រូកតច្ឆកៈដែលឈោបមុខគេក្បែររណ្ដៅបញ្ឆោត
ជ្រូកតាច់ឆកៈកិច្ចផ្លែតចេញខ្លាក៏ធ្លាក់សំយងកទៅរណ្ដៅយ៉ាងជ្រៅនោះជ្រូកតាច់ឆកៈលោតទៅបុកនឹងខ្នាយចំឆ្អឹងជំនីធ្លុះដល់ថ្លើមប្រកាច់ស្លាប់ក្នុងរណ្ដៅនោះស្លាប់មួយរំពេចទើបខំទាញអូសមកលើរណ្ដៅចែកជ្រូកទាំងឡាយស៊ីមួយម៉ាត់ម្នាក់អស់ទៅឯជ្រូកដែលមិនបានស៊ីប្រាប់ជ្រូកតាច់ឆកៈថានៅនីខ្លាគឺជាដិលកោងមួយទៀតជ្រូកតាច់ឆកៈថាបើដូច្នោះយើងនាំគ្នាទៅសម្រាប់ចោលទៅក៏នាំគ្នារត់យ៉ាងលឿនទៅចំណែកជាដិលកោងកំពុងឈរលេបទឹកមាត់ចាំខ្លាត្រង់ដើមផ្លូវស្រាប់តែឃើញជ្រូកទាំងឡាយរត់តាមផ្លូវមកក៏ភ័យជាខ្លាំងនឹកថាខ្លាសម្លាប់ហើយឥឡូវវាមកសម្លាប់អញទៀតក៏រត់ឡើងដើមឈើមួយធំអាក្រាតសម្ពុតអស់ជ្រូកទាំងឡាយប្រាប់តាឆកៈជានីខ្លួនថានេះឯងជាដិលកោងក៏នាំគ្នាឈ្មោះគល់ឈើនោះយកខ្នាយចាក់គាស់បណ្ដាច់ឬរលំធ្លាក់ជាដិលកោងដល់ដីភ្លាមជ្រូកទាំងឡាយក៏ខំក្រញីស៊ីអស់ទៅរុក្ខទេវតាបានឃើញអស្ចារ្យដូច្នេះស្រែកបន្លឺថាសាធុសន្តហុលាញាតិអពិរុក្ខាអរញ្ញវាសូករេហិសមកេហិភយខោឯកាយនេហតោសេចក្តីថាញាតិទាំងឡាយច្រើនអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចដូចជាឈើដែលដុះឡើងនៅក្នុងព្រៃខ្លានិងចដិលគឺជ្រូកដែលស្រស់ស្រួលគ្នាសម្រាប់តែមួយផ្លែតហើយស្រេចជ្រូកទាំងឡាយកាលបើសម្រាប់សត្រូវបានអស់ហើយក៏សប្បាយរីករាយអភិសេកជ្រូកតាចកៈធ្វើជានីខ្លួនតទៅដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាដកសូមអស់លោកអ្នកអនុមោទនា